សំណុំរឿងចោទប្រកាន់លើកទី3ប្តឹងអនុប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃច័ន្ទម្សិលមិញនេះក្រុមសមាជិកនៃបូព៌ជិតហ្វីលីពីនបានដាក់ពាក្យបណ្ដឹងចោទប្រកាន់លោកស្រីសារ៉ាឌូទឺតេដែលនេះជាការវាយប្រហារលើកទី3លើអនុប្រធានាធិបតីរបស់ប្រទេសដែនកោះអាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេលត្រឹមតែជាង1សប្តាហ៍កូនស្រីរបស់អតីតប្រធានាធិបតីរ៉ូទ្រីហ្គោឌូទឺតេរូបនេះត្រូវបានសភាតំណាងរាស្ត្រចោទប្រកាន់កាលពីឆ្នាំមុនដើម្បីគ្រាន់តែចង់ឃើញតុលាការកំពូលរបស់ប្រទេសនេះប្តឹងផ្តល់លើបញ្ហានីតិវិធីក្រោមរដ្ឋធម្មនុញ្ញហ្វីលីពីនរាល់ការចោទប្រកាន់គឺនឹងឲ្យមានការកាត់ទោសពីព្រឹទ្ធសភាសារក្រមដែលមានកំហុសនឹងមើលឃើញថាលោកស្រីឌូទឺតេត្រូវបានរារាំងនយោបាយនិងត្រូវបានដកចេញពីការឈរឈ្មោះបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីនៅឆ្នាំ2028បណ្ដឹងការពីថ្ងៃច័ន្ទប្តឹងដោយបុគ្គលនៅពីក្រោយពាក្យបណ្ដឹងដែលត្រូវបានគេបោះចោលគឺចោទប្រកាន់លោកស្រីអនុប្រធានាធិបតីថាបានបន្លំលួចពន្ធយ៉ាងហោចណាស់ $8.5 លានអាមេរិកនៅពេលដែលកំពុងកាន់តំណែងពាក្យបណ្ដឹងនេះក៏បានលើកឡើងពីការគំរាមសម្លាប់លើប្រធានាធិបតី Ferdinand Marcos ដែលធ្វើឡើងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅពេលយប់ដែលលោកស្រីឌូទឺតេបដិសេធថាជាការបកស្រាយខុសសូមជម្រាបថាការពីសប្តាហ៍មុនមេដឹកនាំសង្គមស៊ីវិលហ្វីលីពីននិងសមាជិកនៃក្រុមចម្រុះឆ្វេងនិយមក៏បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ស្រដៀងគ្នាដាច់ដោយឡែកប្រឆាំងនឹងលោកស្រីឌូទឺតេដែរនេះបើតាមការផ្សាយរបស់ AFP កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល